ប្រជុំរឿងព្រេងខ្មែររឿងចៅអាចសេះមានបុរសម្នាក់អ្នកស្រុកគេហៅថាចៅអាចសេះព្រោះនៅខ្ញុំសេដ្ឋីគេឲ្យខ្វះសេះប្រហែលជា50ក្បាលគេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេបុរសនោះព្យាយាមរំលឹកគុណព្រះពុទ្ធទោះខ្វះសេះក្តីធ្វើការអ្វីក្តីតែងទន្ទិញជាប់អញទៅដេញសេះសម្មាសម្ពុទ្ធោអញទៅលើកអាចសេះសម្មាសម្ពុទ្ធោធ្វើការអ្វីក៏ទន្ទិញថាសម្មាសម្ពុទ្ធោដូច្នេះដរាបទៅឯអាចសេះនោះទៀតបុរសមិនលើកចោលទេតែងកើបច្រកការងទុកបានជាច្រើនថ្ងៃមួយមានសំពៅ500មកពីស្រុកចិននាំទំនិញមកលក់បុរសស្រែកហៅថាឲ្យចូលមកនេះសិនលុះសំពៅចូលមកសួរថាអ្នករាល់គ្នាបើកសំពៅមកពីណានាយសំពៅថាមកពីស្រុកចិនបុរសនោះថាអ្នកស្គាល់ស្ដេចក្រុងចិនទេនាយសំពៅថាស្គាល់ព្រោះខ្ញុំនៅជិតព្រះរាជវាំងដែរបុរសថាស្ដេចក្រុងចិននោះជាខ្លាអញហើយជាមិត្តសម្លាញ់ថ្ងៃមុនរៀងមកបើអ្នកត្រឡប់ទៅស្រុកចិនវិញអញផ្ញើរបស់ទៅខ្លាអញផងនាយសំពៅនោះឆ្លើយថាបាទហើយនាំគ្នាចេញសំពៅទៅលក់ដូរមិនយូរប៉ុន្មាននាយសំពៅត្រឡប់មកវិញចូលទៅរកបុរសនោះរួចសួរថាអ្នកឯងមានអ្វីផ្ញើទៅយកមកខ្ញុំទៅឥឡូវហើយបុរសថាខ្វះអីខ្ញុំរៀបដាក់ក្នុងការ៉ុងបំរុងផ្ញើទៅនាយសំពៅក៏ប្រើជើងឈ្នួលឲ្យជញ្ជូនដាក់សំពៅនៅរបស់ប្រហែល400ការ៉ុងតែសុទ្ធតែការ៉ុងពេញដោយអាចសេះហើយក៏លាបុរសនោះចេញសំពៅទៅស្រុកចិនដល់ទៅដំណាក់ផែស្ដេចក្រុងចិនហើយក៏បោះយុទ្ធការឡើងទៅក្រាបទូលថាមានខ្លាព្រះអង្គផ្ញើរបស់ពីស្រុកខ្មែរមកថ្វាយដាក់ក្នុងការ៉ុងច្រើនណាស់ស្ដេចក្រុងចិនឆ្ងល់ថាអញមិនដែលទៅស្រុកខ្មែរទេអញមានខ្លាឯណានៅស្រុកខ្មែរក៏មានព្រះបន្ទូលឲ្យទៅជញ្ជូនការ៉ុងអាចសេះនោះមកដាក់ក៏នៅមុខព្រះលានទ្រង់ឲ្យស្រាយមាត់ការ៉ុងចាក់មើលតើជារបស់អ្វីខ្លះដល់ស្រាយទៅឃើញសុទ្ធតែដុំមាសគ្រប់ការ៉ុងស្ដេចមានប្រតិយត្រេកអររកទីបំផុតគ្មានក៏ទ្រង់គិតក្នុងព្រះចិន្តាថានឹងបានអ្វីផ្ញើទៅគេវិញមានតែព្រះរាជបុត្រីមួយព្រះជន្ម18ឆ្នាំព្រះរូបព្រះឆោមល្អលើសស្រីទាំងអស់គិតផ្ញើទៅឲ្យគេហើយក៏ទ្រង់ចាត់ឲ្យជាងធ្វើស្គរមួយយ៉ាងធំពាសដោយស្បែកសត្វទាំងសងខាងតែឲ្យមានកន្លែងបើកចេញចូលមកខាងបានហើយក៏ដាក់ព្រះរាជបុត្រីនោះក្នុងស្គរមានទាំងកន្សែងបក់បោយមួយផងហើយចាត់បំរើឲ្យបើកសំពៅយកទៅឲ្យចៅអាចសេះបំរើទៅដល់ហើយក៏ស្រែកហៅបុរសនោះថាស្ដេចក្រុងចិនជាខ្លាញ៉ាស្គរមួយមកឲ្យអ្នកឯងវាយលេងបុរសឮដូច្នោះក៏ត្រេកអរណាស់អ្នកបំរើយកស្គរទៅចងក្នុងរោងសេះនោះបុរសនោះក៏ចេះតែវាយលេងទាំងនិយាយផងថាខ្លាអញស្រឡាញ់អញផ្ញើស្គរនេះមកឲ្យអញវាយលេងថ្ងៃមួយបុរសនោះវាយស្គរហើយចេញទៅខ្វះសេះនាងដែលនៅក្នុងស្គរចេញមករៀបបាយទឹកទុកបំរុងឲ្យបុរសនោះឲ្យចូលទៅក្នុងស្គរវិញបុរសនោះមកវិញឃើញបាយគិតថានរណាមករៀបបាយឲ្យអញឃ្លានបាយអញស៊ីហើយឯនាងនោះធ្វើដូច្នេះជាច្រើនថ្ងៃបុរសនោះសង្ស័យនឹកថានរណាយកបាយឲ្យអញស៊ីរាល់ថ្ងៃម្ល៉េះចាំលបមើលក៏ឃើញនាងដ៏មានរូបល្អឯកចេញពីក្នុងស្គរមកហើយបក់បោយកន្សែងឲ្យកើតជាអាហារឡើងមួយរំពេចបុរសនោះក៏ភ័យស្រែកថាសម្មាសម្ពុទ្ធោមកពីណាល្អម្ល៉េះហើយក៏រត់ទៅនាងនោះដេញតាមបុរសនោះហើយបុរសនោះស្រែកថាសម្មាសម្ពុទ្ធោកុំចាប់អញអាណិតអញលែងអញទៅនាងថាខ្ញុំមិនលែងទេអ្នកឯងជាប្តីខ្ញុំហើយឪពុកខ្ញុំឲ្យខ្ញុំមកនៅធ្វើជាប្រពន្ធអ្នកឯងព្រោះអ្នកឯងបានផ្ញើមាសប្រាក់ទៅឲ្យឪពុកខ្ញុំច្រើនណាស់បុរសថាទេខ្ញុំមិនយកទេនាងនោះនិយាយលួងលោមច្រើនដងបុរសក៏ស្ងៀមនាងដើរដឹកដៃបុរសនោះមករោងសេះវិញក្នុងវេលាយប់នោះនាងអធិដ្ឋានកន្សែងបក់បោយឲ្យបក់ទៅកើតជាប្រាសាទរាជវាំងមានមនុស្សកឹកកងរំពងនៅក្នុងនោះ
ចៅអាចសេះហើយនឹងនាងនោះក៏នៅលើប្រាសាទនោះមានមនុស្សបម្រើឆ្វេងស្ដាំអ្នកស្រុកទាំងពួងឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នាក៏រត់ទៅប្រាប់សេដ្ឋីជាចៅវាយបរោះនោះថាមានកើតប្រាសាទរាជវាំងត្រង់ខ្ទមចៅអាចសេះនោះច្រើនណាស់សេដ្ឋីសង្ស័យរត់ទៅមើលឃើញហើយក៏ផិតភ័យរត់ទៅទូលស្ដេចតាមរឿងស្ដេចទ្រង់ជ្រាបទ្រង់ចាត់បម្រើឲ្យទៅពិនិត្យមើលឃើញពិតដូច្នោះមែនក៏មានព្រះតីទោមនស្សជាខ្លាំងថា អ្នកណាហ៊ានមកសាងប្រាសាទរាជវាំងក្នុងនគរអញមានតែអញទេជាស្ដេចក្នុងនគរនេះ ទើបទ្រង់ប្រជុំនាម៉ឺនសពមុខមន្ត្រីមានព្រះបន្ទូលចាត់ឲ្យរេពុលលើកទៅចាប់ទាំងព្រះអង្គក៏ស្ដេចយាងទៅជាមួយផងវេលានោះមានបម្រើទៅប្រាប់ចៅអាចសេះហើយនឹងប្រពន្ធចៅអាចសេះបានឮក៏មានសេចក្តីផិតភ័យណាស់នាងប្រាប់ប្តីថា កុំឲ្យភ័យទុកងារឲ្យខ្ញុំច្បាំងនឹងស្ដេចនេះវិញ នាងក៏រៀបខ្លួនចេញទៅហើយអធិដ្ឋានកន្សែងបក់កន្សែងបោយឲ្យស្ដេចបរាជ័យព្រមទាំងរេពុលចៅអាចសេះនិងនាងនោះបានសោយរាជ្យជាស្ដេចដោយអំណាចដឹងគុណព្រះពុទ្ធ